ជំរាបសួរពុកម៉ែបងប្អូនឥឡូវនេះមកដល់ទឹកដីខេត្តបាត់ដំបងហើយគឺវាលបែកចានបាទគ្រាន់តែមកដល់រវងមូលលោកតាដំបងក្រញូងយើងដឹងហើយថាទឹកដីនៃខេត្តបាត់ដំបងអញ្ចឹងខេត្តបាត់ដំបងគឺជាទីតាំងនៃខេត្តមួយរបស់ប្រទេសកម្ពុជារបស់យើងស្ថិតនៅភាគពាយព្យនៃព្រះរាជាណាចក្រកម្ពុជាបាទនេះគឺជាសង្វៀនដែលរៀបចំដោយស្ថានីយ៍ទូរទស្សន៍ Town Full HD TV ដែលចាប់ដៃជាមួយនឹង Gensberg បង្កើតនៅព្រឹត្តិការណ៍ Gensberg World Kickboxing Championship នៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររបស់យើងឆ្នាំមមីអត្តស័កពុទ្ធសករាជ2569ឈានចូល2570បាទភ្លើងភ្លេងឆាកក្រុមការងារដំឡើងរួចជាស្រេចតែម្ដងតុកកៅអីក៏រួចជាស្រេចដូចគ្នាដែរបាទនេះគឺជាឡាននៃការផ្សព្វផ្សាយរបស់ស្ថានីយ៍ទូរទស្សន៍ Town កលេចមកមើលឆាករបស់យើងយ៉ាងធំស្កឹមស្កៃបាទនាំមកជូនដោយ Gensberg រៀបចំដោយទូរទស្សន៍ Town នៅទឹកដីខេត្តបាត់ដំបងរយៈពេល2ថ្ងៃថ្ងៃទី1ការប្រកួតបដាល់គុណខ្មែររបស់យើងគឺមានការប្រកួតដណ្ដើមនៅខ្សែក្រវ៉ាត់គុណខ្មែរបាទមួយខ្សែផងដែរគឺទូច័ន្ទវតីដែលត្រូវជួបជាមួយនឹងកីឡាករមកពីកីឡាការិនីមកពីវៀតណាមបាទអញ្ចឹងកីឡាការិនីទូច័ន្ទវតីរបស់យើងគឺជួបជាមួយនឹងកីឡាការិនីមកពីវៀតណាមរីឯកីឡាករបាទខ្មែររបស់យើងជាច្រើនរូបទៀតមានថា5ទល់នឹង5បាទត្រូវជួបជាមួយនឹងកីឡាករមកពីខាងវៀតណាមដែរបាទខាងណាដែលឈ្នះបាទ3រូបមុនបាទនឹងទទួលបានពានរង្វាន់កិត្តិយសមួយផងដែរយ៉ាងណាមិញការប្រកួតនៅក្នុងថ្ងៃទី1គូពិសេសជាច្រើនបាទការប្រកួត World Kickboxing Championship នេះថ្ងៃទី1បាទយប់នេះផ្ទាល់តែម្ដងគឺម៉ោង8យប់ទីតាំងនៅវាលបែកចានទឹកដីនៃខេត្តបាត់ដំបងបាទ6គូថ្ងៃទី2ទៅដើមខ្សែក្រវ៉ាត់6ខ្សែទៀតគឺអត់មានគូរងទេបងប្អូនសិតតែជាគូដណ្ដើមខ្សែក្រវ៉ាត់ចាប់តាំងពីគូ1ទៅតែម្ដងនេះគឺចាត់ទុកថាជាប្រវត្តិសាស្ត្រមួយហើយដែលស្ថានីយ៍ទូរទស្សន៍ Town បាទរួមជាមួយនឹងបាទស្ថាប័នធំជាច្រើនគឺស្ថាប័ន Kickboxing ពិភពលោករៀបចំនៅមហាព្រឹត្តិការណ៍នៅក្នុងការអបអរចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរទឹកដីនៃខេត្តបាត់ដំបងអូឆាកស្អាតភ្លើងភ្លេងតុកកៅអីរៀបចំជាស្រេចដើម្បីត្រៀមទទួលស្វាគមន៍ពុកម៉ែបងប្អូននិងភ្ញៀវកិត្តិយសដែលចូលរួមទស្សនាបានដោយសេរីអត់មានគិតលុយគិតប្រាក់អីទេយប់នេះគឺម៉ោង7យប់គឺយើងនឹងចាប់ផ្ដើមលេង show បដាហើយផ្សាយផ្ទាល់ប្រកួតតែម្ដងគឺនៅម៉ោង8យប់ដែលជាថ្ងៃចូលឆ្នាំថ្មីបាទទី1របស់យើងបាទនេះតុកបាទដើម្បីតម្រៀបខ្សែក្រវ៉ាត់បាទដាក់ជូនបាទដល់កីឡាករដែលមានសមត្ថភាពក្រុមការងារកាន់តែញាប់ដៃញាប់ជើងព្រោះថាកាន់តែជិតដល់ម៉ោងហើយបាទថ្ងៃត្រង់កន្លងយំទឹកដីនៃខេត្តបាត់ដំបងក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ2ថ្ងៃគឺថ្ងៃទី14និងទី15បាទប្រកួតទាំង2ថ្ងៃបងប្អូនបាទជម្រាបជូនថាប្រកួតទាំង2ថ្ងៃតែម្ដងបាទថ្ងៃទី1 6គូថ្ងៃទី2 7គូសិតតែជាគូល្អបាទជក់ចិត្តបាទយ៉ាងណាមិញគឺស្ថាប័នធំជាច្រើនដែលចូលរួមជាមួយនឹងកីឡាករខ្មែររបស់យើងបាទការប្រកួតមានទាំងគុណខ្មែរមានទាំង Kickboxing ថ្ងៃទី1មានគុណខ្មែរ3គូ Kickboxing បាទ3គូបាទឥឡូវយើងបន្ថែម1គូទៀតហើយបាទបាននៅ7គូណាបាទតែយ៉ាងណាមិញសម្រាប់ថ្ងៃទី2វិញបាទ6គូបាទសិតតែជាគូដណ្ដើមខ្សែក្រវ៉ាត់គឺ Kickboxing World Championship បាទដែលមានស្ថាប័នរហូតដល់4ស្ថាប័នបាទគួបដៃចាប់ដៃគ្នាដើម្បីបង្កើតនៅមហាព្រឹត្តិការណ៍នេះឡើងក្នុងឱកាសចូលឆ្នាំថ្មីនេះបងប្អូនបាទទីតាំងវាលធំទលំទលាយបាទស្រួលទស្សនាមកមុនបានទស្សនាមុនមកក្រោយនៅយ៉ាងឆ្ងាយពិបាកទស្សនាតោះសង្ក្រាននៅទឹកដីនៃខេត្តបាត់ដំបងបងប្អូនជុំគ្នាទាំងអស់គ្នារកដៃគូកាន់ដៃទស្សនាប្រកួតបដាល់គុណខ្មែរយប់នេះទាំងអស់គ្នា